hay cặp bị món cột lên màn bàn tay pe để lên hay cột chật đỏ cột đỏ hay cột công lằng vịnh đỏ hay công lằng vịnh hay rắm ở sơ sưu ở sơ ngọc tràn thì pe đẹp công là pe lấy cột đôi chim miền cô đai lùn ái nhé chẳng cặp công mà cô hay cả để sang tục chụp ấy cứ mang lò bả sạn ngay khôi thì ní chụp ten by ten để cột từ tại tính chỉ cái đồ gift bọc cộtสำหรับ birthday គាត់ពេលអាយុ13ឆ្នាំកាលថ្ងៃទី13សប្បាយចិត្តតែគោលដៅគេគឺគេចង់បាន10 by 10ហ្នឹងឥឡូវមកបានមកដល់ហើយតែអត់ទាន់បានសូលអីទេខ្ញុំចង់ចែកម្លែកទៅកាន់ម៉ាក់ប៉ាទាំងអស់គ្នាថាការលេងជាមួយកូនគឺជាឫសគល់មួយនៃការអភិវឌ្ឍកូនដូចគ្នាអញ្ចឹងយើងត្រូវស្វែងរកថាអ្វីជាចំណង់ចំណូលចិត្តរបស់កូនដើម្បីយើងស្វែងរកឲ្យត្រូវហើយលេងជាមួយគាត់ឲ្យបានល្អអញ្ចឹងណាការលេងគឺជួយឲ្យគាត់មានការបដោតមានការអត់ធ្មត់ហើយក៏មានការយល់ដឹងផងដែរអ្វីដែលខ្ញុំនិយាយទៅនេះគឺខ្ញុំមិនជាអ្នកជំនាញទេប៉ុន្តែគ្រាន់តែជាបទពិសោធន៍ហើយក៏ចង់ចែកម្លែកទៅកាន់ម៉ាក់ប៉ាទាំងអស់គ្នាដែរអញ្ចឹងណាពេលខ្លះយើងឆ្ងល់ថាខ្ញុំលេងមួយកូនដែរប៉ុន្តែកូនគាត់អត់លេងមួយខ្ញុំគាត់អត់សហការក្នុងការលេងគាត់អត់ចូលរួមជាមួយយើងអញ្ចឹងណាតែពិតបើយើងសង្កេតមើលឲ្យមែនតើយើងប្រហែលជាដឹងថាតែពិតគាត់អត់ចូលរួមលេងមួយយើងដោយសារតែគាត់អត់យល់ពីរបៀបនៃការលេងគាត់ដឹងថាល្បែងបែបហ្នឹងគឺលេងបែបណាទេអញ្ចឹងមានតែយើងនេះទេដែលធ្វើជាគំរូដល់គាត់អញ្ចឹងណាមិនត្រូវទាំងអស់ហើយពុកម៉ែបងប្អូនមើលផងគេពងផ្ទៀមទាត់ប្រហែលជាត្រឹមត្រូវជាមួយប៉ាប៉ាគេវិលមកថារូបរាង Penguin ដែលអូនសូនេះដូចអ្វីដែលអូនសូពីមុនមកអត់ពងតែប្រៀបធៀបគ្នាអូខេឥឡូវដូចប្រហែលភាគរយដែរបងប្អូនមើលស្មាយគេស្មាយនេះបានតែលួចថតទេតែបើឲ្យស្មាយជំរាបសួរបងប្អូនទាំងអស់គ្នាកូនសូមនិយាយលឺទីមើលជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវីរៈបត Penguin អូខេឥឡូវដោយសារគាត់ទៅនេពេលល្ងាចថ្ងៃសុក្រនេះអញ្ចឹងថ្ងៃនេះវីរៈបតយកឈូបទាំងអស់នេះធ្វើរូបអ្វីកូន Penguin អញ្ចឹងយករូប Penguin ដែលវីរៈបតយកឲ្យរៀបថ្ងៃមុនហ្នឹងរៀបថ្ងៃណារៀបថ្ងៃមុនហ្នឹងនៅថ្ងៃអាទិត្យការរៀបថ្ងៃអាទិត្យឥឡូវទៅមានពេលទំនេរធ្វើវីដេអូឲ្យពុកម៉ែបងប្អូនមើលតោះឥឡូវកុំឲ្យខាត់ពេលយូរយើងចាប់ដើមធ្វើទាំងអស់គ្នាអញ្ចឹងប៉ារាប់គុំចាប់ដើមធ្វើរូប Penguin ឲ្យពុកម៉ែបងប្អូនមើលឲ្យដូចនេះណាឥឡូវប៉ាបកគោលទូរស័ព្ទនេះទុកឲ្យកូនអ្នករៀបអូខេអូខេអញ្ចឹងប៉ាចាប់ដើម countdown ហើយរាប់ហើយណា3 2 1ចាប់ដើមសូមចូលរួមទស្សនាការសូល cube របស់អូនបុតដែលគាត់បានរៀបចំតាំងពីសប្តាហ៍មុនតែគាត់អត់ទាន់បានធ្វើជាវីដេអូហើយថ្ងៃនេះថ្ងៃគាត់ទៅនេចុងសប្តាហ៍អញ្ចឹងហើយគាត់ក៏ចង់ធ្វើជាវីដេអូដើម្បីចែកឲ្យពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាឥឡូវចូល cube ទី1គាត់ចាប់ផ្ដើមធ្វើផែជា cube នេះគឺគាត់ចាប់ផ្ដើមធ្វើផ្នែកក្បាលខាងលើអញ្ចឹងគាត់ពងតែសូលហើយគឺការលេងរបស់គាត់ហ្នឹងគឺធ្វើឲ្យគាត់ផ្ដោតបានល្អហើយអារម្មណ៍គាត់ក៏ល្អផងដែរទូទៅការលេងគឺជួយឲ្យកុមារមានការរីកចម្រើនច្រើនទាំងផ្នែកនិយាយជាមួយនឹងវិបត្តិអាកប្បកិរិយាដូចគ្នាដោយសារតែពីតូចអូនបត់ចូលចិត្តលេងអត់ចូលចិត្តលេងបែបហ្នឹងទេកូនបត់ចូលចិត្តលេងលក្ខណៈបែប puzzle ដែលដល់ពេលគាត់ធំឡើងគាត់ចាប់ផ្ដើមលេង cube ពេលដែលអាយុ8ឆ្នាំឥឡូវសូបានមួយហើយខាងក្បាលផ្នែកក្បាលខាងលើឥឡូវចូលដល់ cube ទី2ហើយគាត់លេង cube ពេលអាយុប្រហែលជា8ឆ្នាំគាត់លេងបានតាន់តិចទេក៏ផ្អាកឈប់លេងហើយតតែចូលប្រហែលជា11ឆ្នាំទើបគាត់ចាប់ផ្ដើមរៀប cube នឹងឡើងវិញជាប់ហើយគាត់ចាប់ផ្ដើមទិញម្ដងមួយសន្សំអញ្ចឹងគាត់ធ្លាប់មើល YouTube ថានៅក្នុង YouTube គេមានការសន្សំ cube នោះបានច្រើនមែនទែនដូចជា200គ្រាប់នៃ cube នេះអញ្ចឹងពេលដែលគាត់មើលវីដេអូគេហើយគាត់មានបំណងប្រាថ្នាគាត់ហ្នឹងគឺគាត់ចង់សន្សំ cube ឲ្យបានច្រើនដូចគេអញ្ចឹងឥឡូវគាត់ចាប់ផ្ដើមសន្សំតាំងពី2x2 3x3 4x4 អញ្ចឹងណាឥឡូវគាត់ចាប់ផ្ដើម cube ទី2រួចរាល់ហើយគឺផ្នែកក្បាលខាងលើឥឡូវចូល cube ទី3ហើយកាលពីមុនគាត់លេងមែនប៉ុន្តែពេលដែលលេងហើយគាត់ចិត្តដោះហើយគាត់ផ្គុំឡើងវិញដោះហើយផ្គុំឡើងវិញហើយអារម្មណ៍អត់សូវស្រួលអត់សូវស្ងប់ច្រើនទេពេលដែលផ្គុំដល់ពេលឥឡូវគាត់ដូចជាមានគោលដៅខ្លួនឯងណាអញ្ចឹងការផ្គុំរបស់គាត់ហើយការរក្សាទុក cube អីគឺបានល្អប្រសើរអត់ងាយខូចទេឥឡូវហ្នឹងក៏នៅលួចដោះមួយដែរបើសិនជាសូលទៅមានបញ្ហាពិបាកពេកឬក៏សូលទៅខុសរូបមន្តអីមួយអញ្ចឹងដែលអាចពិបាកក្នុងការសូលឲ្យត្រូវត្រឡប់មកវិញអញ្ចឹងគាត់ក៏ដោះដែរពេលខ្លះតែដោះមានជំនាញរៀបខ្លួនឯងឡើងវិញទៀតពេលដែលយើងឃើញគាត់ថាអនបត់មិនដោះអញ្ចឹងហើយត្រូវការជួយគាត់ថាមិនជួយទេគាត់ចេះរៀបអីគាត់ត្រូវការយកស្គុតយកទល់ល្វីអីចឹងមកបិទខ្លួនឯងហើយរៀបខ្លួនឯងឡើងវិញនេះ cube 10 by 10ដែលគាត់ទើបតែទិញជាកាដូ gift របស់គាត់សម្រាប់
birthday គាត់ពេលអាយុ13ឆ្នាំកាលថ្ងៃទី13សប្បាយចិត្តតែគោលដៅគេគឺគេចង់បាន10 by 10ហ្នឹងឥឡូវមកបានមកដល់ហើយតែអត់ទាន់បានសូលអីទេឥឡូវចូល cube ទី3គាត់កំពុងតែសូលរូប penguin នេះផ្ដោតបានខ្ពស់មែនតើហើយពេលដែលគាត់សូលហើយគាត់មានអារម្មណ៍ថាសប្បាយបើពីកាមុនដែលគាត់លេង cube ចាប់ផ្ដើមលេង cube មុនដំបូងគាត់សូលចឹងសប្បាយដូចគ្នាតែពេលកណាដែលគាត់ធ្វើអត់ត្រូវគឺគាត់មានអារម្មណ៍អត់ល្អឯងគាត់អត់អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានអញ្ចឹងអាចបោះចោល cube ឬក៏យំអីចឹងតែឥឡូវអត់ទេទោះបីជាមិនក៏ព្យាយាមអត់ធ្មត់អញ្ចឹងមានន័យថាការ patient របស់គាត់ហ្នឹងក៏ល្អការផ្ចាំរបស់គាត់ហ្នឹងក៏ល្អដែរគឺគាត់អត់បោះចោលគាត់ដឹងថារបស់ហ្នឹងគាត់ទិញមកថ្លៃហើយបានមួយគឺគាត់ត្រូវការសំហើយតតែមានជាលទ្ធផលល្អអីមួយទើបបានទទួល cube ហ្នឹងឥឡូវចូល cube ទី4ហើយបានដងខ្លួន penguin នឹងមួយខាងហើយឥឡូវចូល cube ទី4គាត់កំពុងតែរៀបជាដងខ្លួនមួយខាងទៀតដើម្បីផ្គុំទៅជា penguin ដែលគេកំពុងតែមើល sample របស់គេកាលពេលដែលគេរៀបពីសប្តាហ៍មុនខ្ញុំចង់ចែកម្លែកទៅកាន់ម៉ាក់ប៉ាទាំងអស់គ្នាថាការលេងជាមួយកូនគឺជាឫសគល់មួយនៃការអភិវឌ្ឍកូនដូចគ្នាអញ្ចឹងយើងត្រូវស្វែងរកថាអ្វីជាចំណង់ចំណូលចិត្តរបស់កូនដើម្បីយើងស្វែងរកឲ្យត្រូវហើយលេងជាមួយគាត់ឲ្យបានល្អអញ្ចឹងណាការលេងគឺជួយឲ្យគាត់មានការផ្ដោតមានការអត់ធ្មត់ហើយក៏មានការយល់ដឹងផងដែរអ្វីដែលខ្ញុំនិយាយទៅនេះគឺខ្ញុំមិនជាអ្នកជំនាញទេប៉ុន្តែគ្រាន់តែជាបទពិសោធន៍ហើយក៏ចង់ចែកម្លែកទៅកាន់ម៉ាក់ប៉ាទាំងអស់គ្នាដែរអញ្ចឹងណាពេលខ្លះយើងឆ្ងល់ថាខ្ញុំលេងមួយកូនដែរប៉ុន្តែកូនគាត់អត់លេងមួយខ្ញុំគាត់អត់សហការក្នុងការលេងគាត់អត់ចូលរួមជាមួយយើងអញ្ចឹងណាតែពិតបើយើងសង្កេតមើលឲ្យមែនតើយើងប្រហែលជាដឹងថាតែពិតគាត់អត់ចូលរួមលេងមួយយើងដោយសារតែគាត់អត់យល់ពីរបៀបនៃការលេងគាត់ដឹងថាល្បែងបែបហ្នឹងគឺលេងបែបណាទេអញ្ចឹងមានតែយើងនេះទេដែលធ្វើជាគំរូដល់គាត់ផ្ដើមនៃការលេងដើម្បីឲ្យគាត់ដឹងឲ្យគាត់ស្គាល់ពេលដែលគាត់ដឹងពេលដែលគាត់យល់របៀបនៃការលេងគាត់ប្រកាសជាចូលរួមលេងមួយយើងហើយតែការលេងទាំងអស់ហ្នឹងក៏យើងត្រូវដឹងពីចំណង់ចំណូលចិត្តរបស់គាត់ផងដែរយើងត្រូវរកចំណង់ចំណូលចិត្តគេហៅថា favorite របស់គាត់ហ្នឹងថាគាត់ចូលចិត្តលេងបែបណាចូលចិត្តរបស់បែបណាដើម្បីងាយស្រួលក្នុងការបង្ហាត់បង្រៀនគាត់បន្ថែមទៀតឥឡូវការសូ cube ទី4របស់គាត់កំពុងតែផ្ទៀងផ្ទាត់ជាមួយនឹង sample របស់គាត់គំរូរបស់គាត់ដែលគាត់សូពីសប្តាហ៍មុនអញ្ចឹងថាត្រឹមត្រូវឬនៅអញ្ចឹងណាត្រឹមត្រូវទាំងអស់ហើយពុកម៉ែបងប្អូនមើលផងគេពងផ្ទៀងផ្ទាត់ប្រហែលជាត្រឹមត្រូវជាមួយប៉ាប៉ាគេអំបិលមកថារូបរាង penguin ដែលអូនសូនេះដូចអ្វីដែលអូនសូពីមុនមកអត់ពងតែប្រៀបធៀបគ្នាអូខេឥឡូវដូចប្រហែលភាគរយដែរបងប្អូនមើលស្មាយគេស្មាយនេះបានតែលួចថតទេតែបើឲ្យស្មាយមែនទែនគឺមុខអញ្ចឹងឯងឥឡូវវីដេអូមានតែប៉ុណ្្នេះទេអរគុណជំរាបលាបាយបាយហើយហ្វាយមួយ